សួស្តីបងប្អូនទាំងគ្នានេះដែរខ្ញុំមកពីរបៀបដាក់ម៉ូតក្នុងម៉ូតូឡាញឆើនៅលើ Facebook ចឹងបងប្អូនណាដែលចិត្តអាចមកមើលវីដេអូនេះបានហើយកុំភ្លេចចុច Like Subscribe ដើម្បីទទួលបានវីដេអូថ្មីៗឥឡូវយើងចូលទៅកាន់វីដេអូយើងតគ្នាមិនដំបូងចូលទៅកាន់ Google បន្ទាប់មកបងប្អូនទាំងគ្នាចុច Search វាយពាក្យថា modread.com បន្ទាប់មកបងប្អូនទាំងគ្នាសូមចុចដល់លើនឹងមកចាំតិចទៀតវានឹងចេញឥឡូវនេះវាចេញហើយបងប្អូនទាំងគ្នាចុចទៅលើពាក្យ Discover Mode ខាងលើគេនឹងមកបន្ទាប់មកនេះវានឹងចេញមកនេះឧទាហរណ៍ថាខ្ញុំចង់ download អីមួយចុះខ្ញុំចង់ download អីគេ Apple Skin នេះចុះអញ្ចឹងខ្ញុំធ្វើការចុចទៅលើអាហ្នឹងមួយមកបន្ទាប់មកបងប្អូនចុចរូប download នេះគេឲ្យ select game version version ដែលបងប្អូនលេងខ្ញុំលេង version 1.21.11 ហើយខ្ញុំលេង favorite តោះមកខ្ញុំចុច download វានឹងបានហើយចុច download មក download anyway ខ្ញុំបានចេញចូលទៅមើលសារជីវ៉ាបងប្អូនដែលមានសារជីវ៉ាអាចចូលទៅដល់ក្នុង Play Store បានខ្ញុំចុចទៅលើអាហ្នឹងចុចទៅលើអាពាក្យហ្នឹងចុច download តោះមកបងប្អូនអូតខមមកអូកបានដែលចុច search ចុចវាយពាក្យថា Apple Skin ចុចវាយ mod ដែលយើងបានដោនមិញអញ្ចឹងឈ្មោះ mod ដែលយើងបានដោនមិញឧទាហរណ៍នេះខ្ញុំដោនហើយម្ដងហើយតែខ្ញុំដោនឲ្យបងប្អូនមើលម្ដងទៀតដើម្បីបញ្ជាក់ឥឡូវយើងធ្វើការចុចលើនឹងមួយតមក select លើនឹងឲ្យជាប់ចុចពាក្យថា copy ក៏បាន cut ក៏បានចុច copy បន្ទាប់មកចុចលើនឹងចុចពាក្យថា device storage តមកអូតខមហៅពាក្យថា Android នេះ Android តមកចុច data អូទៅក្រោមទៀតយើង scroll ទៅក្រោមអូទៅលើបន្តិចយកពាក្យថា Mojo Launcher ចុច file បន្ទាប់មកចុច instance ទី7នេះបន្ទាប់មកបងប្អូនទាំងគ្នាលេងលើកន្លែងណាក៏បានដូចខ្ញុំចង់ដាក់លើ favorite loader នេះចុចរបស់ខ្ញុំនឹងមកបន្ទាប់មកវានឹងមានច្រើនណាបងប្អូនចុច amod បងប្អូនកុំខ្វល់ពីអាណាទាំងអស់បងប្អូនមើលរាប់1 2 3 4 5 6 7បងប្អូនចុចពាក្យថា MODS នៅកន្លោនទី7 MODS នឹងមកបន្ទាប់មកបងប្អូនត្រូវការចុច pass នៅកន្លែងហ្នឹងតែម្ដងតែខ្ញុំមានដូចចឹងខ្ញុំអត់ pass ទេចឹងបងប្អូនទាំងគ្នាយើងអាចចូលទៅមើលក្នុងមួយចូលឡើងជាប់បានតើវាមានអាម៉ូតហ្នឹងមែនអត់ចឹងខ្ញុំធ្វើការចូលឲ្យបងប្អូនមើលទាំងអស់គ្នាឥឡូវនេះបងប្អូនទាំងគ្នាយើងបានចូលមក Minecraft ក្នុងភូចូលមួយចូលឡើងឈើហើយសូមអធិស្ឋានដល់សំឡេងសំខាន់ដែលស្ដាប់បងប្អូនខ្ញុំពិសេសចឹងឥឡូវនេះបងប្អូនចុចទៅកាន់ពាក្យ mode មកបន្ទាប់មកចូលទៅមើលនេះគឺជា Apple Skin ដែលខ្ញុំបានដោនមិញគឺវាបានប៉ិតបងប្អូនទាំងគ្នាគឺវាបានមែនតើអញ្ចឹងវីដេអូនេះបងប្អូនកុំភ្លេចចុច Subscribe និង Like ផងដើម្បីឲ្យខ្ញុំទទួលបានវីដេអូថ្មីឥឡូវនេះខ្ញុំធ្វើការបញ្ចប់វីដេអូហើយបាយបងប្អូនទាំងគ្នាជម្រាបលា